ភេទទី8បន្ទាប់ពីសារ៉ាជាមួយនឹងម៉ារីបានសម្លឹងមុខគ្នាហើយនោះក៏ចាយពីរនាក់ទៀតហ្នឹងក៏បានសួរថាតើសារ៉ាមានរឿងអីកើតឡើងចាសារ៉ានៅអត់បាននិយាយទេហើយក៏បានដឹកដៃម៉ារីទៅចាសារ៉ានឹងបានដឹកដៃម៉ារីទៅហើយក៏បានសួរថាហេតុអីបានជាម៉ារីនឹងនៅទីនេះម៉ារីនឹងក៏បាននិយាយតបទៅកាន់អាចារ្យសារ៉ាវិញថានាងគ្រាន់តែមកលេងតែប៉ុណ្ណោះសារ៉ានឹងក៏បាននិយាយថាមុខរបស់ម៉ារីឬមួយក៏អារម្មណ៍របស់ម៉ារីខ្លួនរបស់ម៉ារីនឹងគឺបានប្រាប់ថាម៉ារីនឹងគឺនាងសប្បាយចិត្តម៉ារីបន្ទាប់ពីបានលឺអាចារ្យសារ៉ានិយាយចឹងហើយក៏បាននិយាយថាខ្ញុំពិតជាចង់ប្រាប់ណាថាខ្ញុំនឹងមានអារម្មណ៍សប្បាយចិត្តប៉ុណ្ណាពីសម្ដីរបស់ម៉ារីដែលធ្វើឲ្យអាចារ្យសារ៉ានឹងគាំងខ្លាំងមែនទែនដោយសារតែអាចារ្យសារ៉ានឹងមិនជឿថាម៉ារីនឹងសប្បាយចិត្តដល់ថ្នាក់ហ្នឹងទេយាយរំតែអាចារ្យសារ៉ានឹងក៏បាននិយាយទៀតដែរថាខ្លួននឹងគឺពិតជាខឹងជាមួយនឹងម៉ារីខ្លាំងមែនទែនចានឹងនិយាយហេងច្រើនតែម៉ារីវិញធ្វើមកឡើងស្លើដោយសារតែវាមិនសូវយកពីនៅតំបន់គេនឹងនិយាយទៅសុខភូមិនឹងគេនិយាយចេញមកយ៉ាងឆែតចឹងមែននិយាយវាថាពាក្យសម្ដីដែលសារ៉ាបាននិយាយប្រាប់មកវិញនឹងគឺដើម្បីចង់បណ្ដេញឲ្យម៉ារីខ្លាចនឹងហត់ទៅវិញប៉ុន្តែមានណាចុកឈាមបដោយម៉ារីអត់ចេះខ្លាចផងនឹងម៉ារីនាងក៏បាននិយាយទៅថានាងមិនបានគិតពីរឿងហ្នឹងទេនាងគ្រាន់តែបានតាំងចិត្តថានាងចង់មកលេងទីនេះតែប៉ុណ្ណោះយាយរំទៅមានតែម៉ារីវិញទេដែលនាងភ័យខ្លាចថានាងអាចនឹងធ្វើឲ្យមានគេនឹងភ័យខ្លាចចំពោះនាងអញ្ចឹងទៅយាយរំទៅរឿងភ័យខ្លាចហ្នឹងម៉ារីនាងក៏ភ័យខ្លាចដែរប៉ុន្តែបន្ទាប់ពីបានដើរលេងនៅទីក្រុងហើយគឺថាអារម្មណ៍ភ័យខ្លាចហ្នឹងគឺភ្លេចបាត់អស់តែម្ដងហើយណាមួយទៀតដោយសារតែកន្លែងហ្នឹងដែរគឺជាកន្លែងដែលមនុស្សដែលខ្ញុំស្រឡាញ់ហ្នឹងគាត់រស់នៅតាំងពីតូចរហូតដល់ធំអញ្ចឹងទៅវាគឺពិតជាសំខាន់ណាស់តែយើងមិនគួរគិតអំពីការរិះគន់របស់អ្នកដទៃចំពោះយើងទេខ្ញុំនៅទីនេះក្តីស្រឡាញ់ខ្លាំងចំពោះហេដាកាដូច្នេះហើយគឺខ្ញុំមិនមានបញ្ហាអ្វីទេបន្ទាប់ពីសារ៉ាបានលើកហើយសារ៉ាក៏បាននិយាយថាអ្នកនឹងគឺពិតជាផ្អែមល្ហែមខ្លាំងណាស់តាមពិតទៅសារ៉ានឹងមិនគួរណាដែលសួរទៅកាន់ម៉ារីបែបនេះទេដោយសារតែនាងនឹងគឺបានដឹងហើយមូលហេតុដែលនាងសួរនោះគឺដោយសារតែនាងនឹងមិនតាន់អស់ចិត្តអំពីរឿងការពីម្សិលមិញដែលហេដាកានឹងគាត់គឺបាននិយាយចេញពីចិត្តអារម្មណ៍របស់គាត់ពិតប្រាកដហើយនាងក៏បានសុំទោសម៉ារីចំពោះដល់ការដែលនាងនិយាយទៅកាន់ម៉ារីឬមួយក៏និយាយរឿងក្លិនរបស់ម៉ារីអីច្រើនទៀតដែលការជួបគ្នាចាណាម៉ារីរបស់យើងវិញក៏បាននិយាយថាអូវាមិនអីទេដោយសារតែនាងគឺបានយល់ច្បាស់អំពីរឿងហ្នឹងហើយដោយសារតែម៉ារីនឹងនាងក៏បាននិយាយអំពីចំណុចល្អៗរបស់សារ៉ាដែរសារ៉ាក៏បានប្រកាសឲ្យម៉ារីនឹងឈប់និយាយទៅនាងមិនចង់បានរបៀបថាឲ្យគេដឹងថាខ្លួនឯងនឹងគឺជាក្មេងស្រីល្អទេឬមួយក៏ជាមនុស្សស្រីដែលល្អទេម៉ងណានាងក៏បាននិយាយថាខ្ញុំនឹងមិនចង់ប្រមូលអារម្មណ៍ខ្លួនឯងច្រើនទេដោយសារតែនាងនឹងគឺមិនចង់ឲ្យអារម្មណ៍ខ្លួនឯងនឹងតូចចិត្តទេប៉ុន្តែនាងគឺធំអត់បានទេនៅពេលដែលដឹងថាម៉ារីជាមួយនឹងហេដាកានឹងគឺមានអារម្មណ៍ទៅលើគ្នាទៅវិញទៅមករមួយក៏អាចនិយាយថាអារម្មណ៍ស្នេហានឹងឯងសារ៉ាអើយកាត់ចិត្តពីហេដាកាទៅមកស្រឡាញ់អេដមីនវិញតែនៅដែរក៏មានបរិបទហ្នឹងគាត់បានដើរមកហើយក៏បានសួរទៅកាន់សារ៉ាថាតើមិញហ្នឹងសារ៉ាយំមែនមានរឿងអីកើតឡើងសារ៉ាបាននិយាយថាវាគ្មានអ្វីដែលតាក់ទងជាមួយនឹងអ្នកទាំងពីរទេពេលនោះក៏បាននិយាយថានៅមិនជាការសម្លុតរបស់អ្នកតែមួយទៀតនឹងក៏បាននិយាយថាវាពិតជាអាក្រក់មកខ្លាំងហើយនៅពេលដែលអ្នកយកមកតែមួយនោះក៏បានចាប់ដៃម៉ារីហើយក៏បានសួរសារ៉ាថាតើចង់ឲ្យគាត់នឹងយកម៉ារីនឹងទៅណាម៉ារីនេះក៏បានព្យាយាមនិយាយដែរប៉ុន្តែបែរនោះក៏បានក្តោបមាត់នេះហើយក៏បាននិយាយថាមនុស្សនឹងមិនគួរតែនិយាយទេព្រោះថាអីដែលគេនិយាយចេញមកនឹងគឺងាយស្រួលណាស់ចឹងទៅកុំបាច់និយាយទេសារ៉ាក៏បានខំដែរបែរនឹងហើយក៏បាននិយាយថាហេមិនបានធ្វើអីឈួតចឹងមិនក៏មិនស្ដាប់ខ្ញុំសិននាងក៏បានបកស្រាយប្រាប់ទៅការបែរនឹងថាម៉ារីនឹងគឺបានធ្វើអីនាងទេដោយសារតែម៉ារីនឹងគឺជាមនុស្សស្រីដែលល្អហើយអ្វីបានជាអ្នកនឹងរត់ទុកដាក់ខ្លួនអញ្ចឹងតើឆ្ងាយទៅអបែរនឹងក៏បាននិយាយថាអើយមិនបានខំគាត់រហូតដល់ថ្នាក់ហូរឈាមអញ្ចឹងបាទបែរមួយខវិញក៏បាននិយាយថាអូយមើលទៅនឹងដូចជាតំណងឈឺដល់ហើយណែចេញកាឡាមកថោកបដ ாய் ចង់វាយស្រីមកអាបកាច់ហើយក៏ជាសំណាងល្អដែរដែលម៉ារីនឹងនាងក៏បានជួយទៅរងប៉ុន្តែគឺអត់ត្រូវប៉ះពាល់ដល់ម៉ារីហើយក៏អត់ប៉ះពាល់ដល់សារ៉ាដែរវាគ្រាន់តែធ្វើឲ្យសក់របស់ម៉ារីនឹងរបូតតែប៉ុណ្ណោះអបែរនឹងថោកដល់ក៏នៅក្បែរមិនដាក់ផ្ទះបាក់កងងាប់ទៅហើយហ្មងសារ៉ាក៏បាននិយាយដាស់តឿនទៅកាន់ម៉ារីថាម៉ារីឯងមិនគួរធ្វើបែបនេះទេដោយសារតែវាអាចនឹងមានគ្រោះថ្នាក់ដោយសារតែម៉ារីគឺជាមនុស្សម៉ារីនេះគឺនាងពិតជាចង់ការពារហេដាកាឬមួយក៏ថែរក្សាហេដាកាបានល្អហើយចំពោះមនុស្សដែលនៅជុំវិញខ្លួនរបស់ហេដាកាហ្នឹងក៏ដូចគ្នាដែរដែលអាចនិយាយបានថានាងចង់ការពារហេដាកាផងហើយក៏ចង់ការពារមនុស្សជុំវិញដូចជាមិត្តភក្តិរបស់ហេដាកាដែលជាសារ៉ាផងដែរប៉ុន្តែហេដាកាហ្នឹងក៏បានមកហើយក៏បានចាប់អបែកនឹងជាប់ទៅព្រមទាំងបាននិយាយថាឯងហ្នឹងគួរតែដេកឲ្យស្កប់ស្កល់នៅក្នុងគុកទៅម៉ារីក៏បានហៅឈ្មោះរបស់ហេដាកាក៏បាននិយាយថាម៉ារីឯងមិនបាច់ដើរមកទេទុកឲ្យគាត់នឹងជាអ្នកដើរទៅរកម៉ារីឯងវិញហើយគាត់ក៏បានសុំទោសចំពោះការដែលគាត់មកយឺតយ៉ាវដែរម៉ារីក៏បានសុំទោសហេដាកាដែរដែលនាងបានចាត់ចេញដល់បានប្រាប់ហេដាកាទស្សនវិជ្ជាក៏បានកាន់នៅពេលដែលពួកគេនឹងបានចាប់អាពីរអ្នកនោះមកដាក់គុកវាមិនមែនជាការដាក់គុកហ្មងទេគ្រាន់តែយកមកសួរចម្លើយហើយកាត់ទោសតាមនឹងឯង
នៅពេលដែលបានចេញនោះដែរម៉ារីក៏បាននិយាយថាខ្ញុំមានអារម្មណ៍ថាដៃរបស់ខ្ញុំដូចជាញ័រហើយអ្នកក៏បាននិយាយបន្ថែមទៀតថាសិទ្ធិកម្រហ្នឹងគឺពិតជាខ្លាំងមែនទែនសារ៉ាក៏បានហត់ហេថោមកសួរម៉ារីតើម៉ារីមានកាត់អីអត់មានត្រូវរបស់កន្លែងណាអត់ហើយបានព្យាបាលនៅហើយក៏បានសួរថាតើសំណួរហ្នឹងវាអាចនឹងគួរឲ្យខ្លាចអត់ម៉ារីក៏បាននិយាយថានាងមិនអីទេប៉ុណ្ណឹងអីហ៎ដោយសារតែនាងគឺជានារីសាច់ស្វិតម៉ារីនាងក៏បាននិយាយថាអត់អីទេគឺថាបុគ្គលិកសន្តិសុខឬមួយក៏ជាអ្នកសួរចម្លើយអ្នកនៅខាងប៉ូលីសហ្នឹងគឺថាគាត់ល្អខ្លាំងណាស់ហើយបើថាចំពោះរបួសវិញគឺនាងអត់ធំដុំអីទេហេដាកាហ្នឹងក៏បានឃើញដៃរបស់សារ៉ាហ្នឹងត្រូវរបួសហើយក៏បានប្រាប់នាងទៅហេដាកាក៏បំរុងនឹងយកកសែងជូតឲ្យសារ៉ាហ្នឹងនាងក៏បានដកដៃចេញព្រមទាំងបាននិយាយថាទុកវាចោលទៅនាងមិនត្រូវការទេសារ៉ាហ្នឹងគឺនាងព្យាយាមនិយាយមែនតើមកដែលថានាងមិនអីទេដោយសារតែប៉ុណ្្នឹងដែរគឺម៉ារីជាអ្នកយកខ្លួនមកពាំងទេមនុស្សដែលហេដាកាគួរតែបារម្ភគឺជាម៉ារីទៅត្រូវចឹងទៅកសែងដៃមួយហ្នឹងគឺទុកសម្រាប់ម៉ារីទៅម៉ារីក៏បានសួរទៅកាន់សារ៉ាថាតើសារ៉ាហ្នឹងអត់ឈឺទេអីសារ៉ាហ្នឹងក៏បាននិយាយទៅកាន់ម៉ារីថាម៉េចហ្នឹងម៉ារីឯងមិនទទួលយកនិយាយរំទៅគឺនាងបានព្យាយាមនិយាយឲ្យកុំឲ្យហេដាកាហ្នឹងមកវាថាមកក្បែរនាងពេកអញ្ចឹងណាទុកឲ្យម៉ារីទៅហើយដល់ពេលអាចារ្យម៉ារីយើងជាប្រភេទមនុស្សចិត្តល្អទៀតមានណាអើយទៅដូចល្ងងហើយក៏បាននិយាយបន្ថែមទៀតថាខ្ញុំនឹងគ្រប់គ្រងអ្នកទាំងពីរសារ៉ាក៏បាននិយាយថាម៉ារីគួរតែថែរក្សាហេដាកាបានល្អប្រសើរទៅបន្ទាប់ពីសារ៉ាហ្នឹងនាងបាននិយាយជាមួយនឹងម៉ារីហើយនាងក៏បានដើរទៅក្នុងទៅនិយាយជាមួយនឹងតូម៉ាចំណែកតូម៉ាវិញក៏បាននិយាយថាអញ្ចឹងចូលមកអំបាច់បញ្ញាអីពេកទេហេដាកាក៏បានសុំទោសប៉ុន្តែឡើងដែរគឺថាសារ៉ាគឺនាងទទួលយកការប៉ះដែរដែលថាពួកគេទាំងពីរនាក់ហ្នឹងស្រឡាញ់គ្នាឬមួយក៏របៀបថាគ្រប់គ្រងអញ្ចឹងទៅហេដាកាក៏បានសួរទៅកាន់ម៉ារីថាតើថ្ងៃហ្នឹងដែរម៉ារីហ្នឹងគឺចង់ឲ្យគាត់ហ្នឹងជូនទៅកាន់ថ្លងទ្វារអត់ម៉ារីក៏បាននិយាយថាប៉ុន្តែពួកយើងមិនទាន់បានបំពេញចំពោះការសន្យារបស់ពួកយើងទេហេដាកាក៏បាននិយាយថាខ្ញុំដឹងប៉ុន្តែម៉ារីអត់ខ្លាចទេអីដោយសារតែនៅក្នុងនេះដែរគឺសិតតែជាប្រភេទសត្វកម្រហើយសំខាន់មួយគឺសិតតែមានកម្លាំងខ្លាំងដូចជាខ្ញុំជាដើមអីហ្នឹងម៉ារីក៏បាននិយាយថាខ្ញុំនឹងមិនខ្លាចទេបើទោះបីជាហេដាកាឯងហ្នឹងគឺជាសត្វមួយដែលសាហាវឬមួយក៏ខ្លាំងក្លាក៏ដោយប៉ុន្តែហេដាកាឯងហ្នឹងគឺតែងតែថែរក្សានាងឬមួយក៏មើលថែនាងនឹងឯងដូច្នេះហើយវាមិនមានមូលហេតុអីដែលធ្វើឲ្យនាងខ្លាចទេហើយបន្ទាប់មកហ្នឹងក៏ហេដាកាហ្នឹងក៏បានជួលម៉ារីហ្នឹងទៅលេងផ្ទះរបស់ខ្លួនគាត់ក៏បាននិយាយថាដោយសារតែប៉ាម៉ាក់របស់គាត់ហ្នឹងគឺអត់បាននៅជាមួយគាត់ទេពួកគាត់ហ្នឹងទៅធ្វើការនៅរៀងឆ្ងាយដែរហេដាកាហ្នឹងក៏បានជួលម៉ារីហ្នឹងមកបន្ទប់របស់ខ្លួនហើយក៏បានឲ្យម៉ារីរងចាំមួយផ្លែទៅម៉ារីហ្នឹងក៏បានមើលនេះមើលនោះទិញទួចទៅដោយសារតែផ្ទះគេហ្នឹងគឺថាមានសម្ដាប់ធ្នាប់មែនទែនហេដាកាហ្នឹងក៏បានយកកសែងដែលដាក់ជាមួយនឹងទឹកយកមកជូតដៃរបស់ម៉ារីហើយក៏បាននិយាយថាគាត់ហ្នឹងគឺកំពុងតែជូតក្លិនរបស់បរិសុទ្ធផ្សេងហ្នឹងចេញពីខ្លួនរបស់ម៉ារីអត់មានកាំងអីក៏ម៉េះហើយនៅដែរហេដាកាក៏បានយកអាលហ្នឹងដូចមិនទេគ្នាអាលរបៀបគេដាក់មាត់ឆ្កែកុំឲ្យខាំម៉ារីឃើញហើយហ្នឹងក៏ឆ្ងល់យកតែម្ដងហេហេដាកាអាហ្នឹងអីគេហេដាកាក៏បានប្រាប់ម៉ារីថាអាហ្នឹងវាគ្រាន់តែជារបស់មួយដែលសម្រាប់ទុកការពារនៅពេលដែលគាត់ហ្នឹងរបៀបថាគ្រប់គ្រងអារម្មណ៍ខ្លួនឯងអត់កើតម៉ារីក៏បាននិយាយថាហេដាកាមិនបាច់ចាំនៅឆ្ងាយពីនាងពេកទេអត់មានពាក្យខ្លះមិនសុំនិយាយកាត់ទេណាដោយសារតែវាអត់គួរឲ្យយើងចង់ស្ដាប់ទេពាក្យហ្នឹងវានៅក្នុងន័យធម្មតាប៉ុន្តែបើសិនជាយើងគិតឲ្យជ្រៅទៅវាជ្រៅតាមនឹងដែររឿងនេះឃើញឡើងតំណរាវសុភាពដល់ពេលចូលមើលហើយម៉ែអើយអេដមីនចង់ស្ទះទ្រូងមកនឹងហេដាកាបានចេញនោះក៏បានឲ្យម៉ារីហ្នឹងពាក់កៅអៅរៀងធំទៅដោយសារតែគាត់ហ្នឹងចេញទៅខាងមួយផ្លែតតាមពិតទៅពួកគេអាចបានធ្វើអីគ្នាទេប៉ុន្តែអាកន្លែងហ្នឹងអេដមីនូស្មាតតោះលោកអើយគាំងហេដាកាហ្នឹងក៏បានសួរទៅកាន់ម៉ារីថាតើម៉ារីហ្នឹងអត់អីណាម៉ារីក៏បាននិយាយថាចាត្រូវហើយខ្ញុំអត់អីទេប៉ុន្តែគ្រាន់តែថាអាវរបស់ម៉ារីហ្នឹងគឺពិបាកដោះមែនទែនដោយសារតែដៃរបស់ម៉ារីហ្នឹងខ្លីពេកឥឡូវនេះដែរគឺត្រូវដល់ពេលដែលម៉ារីហ្នឹងត្រូវទៅផ្ទះវិញហើយអញ្ចឹងតែហេដាកាក៏បានជូននាងមកត្រឹមខ្លោងទ្វារដែរម៉ារីនាងប្រហែលជានឹងពិបាកចិត្តតិចហើយដែលនាងត្រូវទៅផ្ទះហើយនៅលេងមួយហេដាកាអត់ទាន់អស់ចិត្តផងហេដាកាក៏បានត្រាំងដែរម៉ារីក៏បានហត់មកអោបហេដាកាព្រមទាំងបាននិយាយថានៅថ្ងៃនេះដែរគឺនាងពិតជាសប្បាយចិត្តខ្លាំងមែនទែនហេដាកាក៏ដូចគ្នាដែរគាត់ក៏មានអារម្មណ៍ថាថ្ងៃហ្នឹងគាត់សប្បាយចិត្តណាស់ដែរនិយាយរំទៅម៉ារីហ្នឹងគឺនាងពិតជាសប្បាយចិត្តនៅពេលដែលនាងបានទៅដើរលេងនៅទីក្រុងរបស់សត្វកម្រនាងក៏បាននិយាយដូចជាកំសត់ចឹងក៏បាននិយាយថាជួបគ្នានៅពេលក្រោយណាយូគីហេរ៉ូហ្នឹងក៏បានណាត់ជួបម៉ារីហេដាកាដើម្បីជួយទៅធ្វើកិច្ចការផ្ទះគ្នាម៉ារីក៏តែនឹកឃើញដល់ថាខ្លួនឯងហ្នឹងក៏មានកិច្ចការផ្ទះដែររបៀបគ្រូដែលឲ្យហេដាកាហ្នឹងក៏បានសួរម៉ារីថាម៉ារីអត់បានធ្វើទេមែននិយាយរំទៅគឺម៉ារីមិននាងមិនទាន់ធ្វើតតែម្ដងទេគឺមាននៅកិច្ចការផ្ទះខ្លះទៀតដែលនាងអត់បានធ្វើតែពួកគេហ្នឹងក៏បានមកប្រជុំគ្នារបៀបថាធ្វើកិច្ចការផ្ទះមួយគ្នាម៉ារីក៏បានបង្ហាញរូបរបស់យូគីទៅឲ្យហេដាកាជាមួយនឹងយូគីហេរ៉ូបានមើលតែប៉ុណ្ណឹងណាយូគីហ្នឹងគ្នាឡើងស្រីទៅកាត់សក់ឲ្យគ្នាចេញមកឡើងដូចប្រុសយូគីហេរ៉ូជាមួយនឹងហេដាកាក៏បានទៅសារដែរថាយូគីហ្នឹងគឺពិតជាគួរឲ្យស្រឡាញ់ខ្លាំងណាស់ប៉ុន្តែយូគីហេរ៉ូក៏បានងាកទៅឃើញថាមាននារីពីរនាក់ហ្នឹងគាត់ស្លៀកពាក់បែបដូចជាយ៉ូកាតាបន្ទាប់មកពួកគេទាំង
ទាំង3នាក់ហ្នឹងក៏បាននាំគ្នាមកឡើងជាដើម ម៉ារីហ្នឹងក៏បានសួរទៅកាន់2នាក់ហ្នឹងថាតើពួកយើងហ្នឹងគួរតែឡើងដល់ណាទៀតទៅដោយសារអីម៉ារីខ្លួនតូចជាងគេហើយសំខាន់ឲ្យឡើងជាដើមចឹងទៀតអូយដាច់ខ្យល់ងាប់ហើយនិយាយវាថាកន្លែងនេះដែរគឺមានជាការហុចដៃឲ្យទៅទាំង2នាក់តែម្ដងបែនមិនវិញអត់ចាប់ទាំងអស់ប៉ុន្តែម៉ារីមានអញ្ចឹងណាអត់មានរើសមួយទេចាគឺមានជាការកាន់ដៃបដាគ្នាទៅទាំង3នាក់តែម្ដងដល់ពេលដែលពួកគេដើរទៅដល់លើនោះគឺឃើញថាមានគេប្រហោះគុំច្រើនមែនទែនហើយចេញមកឡើងស្អាតតែម្ដង